ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះកាប់យកតែម្ដងប្រិមិត្តអើយបាទគ្មានញញើតដៃនោះទេបណ្ដាលឲ្យជនរងគ្រោះគឺរងរបួសយ៉ាងដំណំតែម្ដងហើយបានរត់គេចខ្លួនត្រូវបានសមត្ថកិច្ចលោកបានតាមប្រមាញ់តែម្ដងអញ្ចឹងសូមប្រិមិត្តបានទៅតាមដានបន្តនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលថតបាននៅសកម្មភាពជនសង្ស័យខាងលើបានកាប់ទៅលើជនរងគ្រោះក៏ដូចជាសកម្មភាពរបស់កម្លាំងសមត្ថកិច្ចលោកបានធ្វើការតាមប្រមាញ់ចាប់ជនសង្ស័យខាងលើហើយយកមកផ្ដន្ទាទោសផងដែរការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនិងអធិការដ្ឋាននគរបាលស្រុកគិនស្វាយស្រាវជ្រាវបង្ក្រាបអំពីករណីឃាតកម្មគិតទុកជាមុនកាលពីថ្ងៃទី17ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 20:52 នាទីនៅចំណុចមុខផ្សារទំនើបអាស៊ីផ្លូវជាតិលេខ 1 ភូមិបឹងឈុកសង្កាត់នៃរោតខណ្ឌច្បារអំពៅរាជធានីភ្នំពេញជនសង្ស័យឃាត់ខ្លួនបានចំនួន1នាក់ឈ្មោះម៉ាក់វណ្ណៈភេទប្រុសអាយុ17ឆ្នាំជាជនជាតិខ្មែរមុខរបរជាជាងដេគ័រស្នាក់នៅភូមិបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញចំណុចឃាត់ខ្លួនជនសង្ស័យគឺនៅឃុំបន្ទាយដែកស្រុកបន្ទាយដែកខេត្តកណ្ដាលពេលវេលាឃាត់ខ្លួននៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 14:30 នាទីបច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ប្រិមិត្តទស្សនិកជនប្រកាសជាបានឃើញនៅទស្សនវិជ្ជាក្នុងកាមេរ៉ាសុវត្ថិភាពដែលជនសង្ស័យបានចុះពីលើម៉ូតូនិងបានទៅកាប់ជនរងគ្រោះនៅជិតស្តុបបាកោះនារាក្នុងទឹកដីខណ្ឌច្បារអំពៅវេលាម៉ោង 8:52 នាទីយប់ថ្ងៃទី17ខែកុម្ភៈឆ្នាំ2025 Download app NTX More Plat ទទួលបាន voucher $5 ភ្លាមដោយគ្រាន់តែ register រួចបំពេញ referral code NTX TVSB5 នោះលក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ